Chà,សួស្តីអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់មកបង្ហាញនិងចែកម្លែកពីរបៀបដាក់ធីនៅក្នុងប្រអប់នេះហើយនឹងដកធីចេញវិញចាអញ្ចឹងដើម្បីដាក់បានតតែយើងត្រូវចូលទៅ tab នេះ tab developer នេះហើយយើងមើលឃើញកន្លែងនេះកន្លែងធីនេះចាអញ្ចឹងដើម្បីឲ្យងាយស្រួលយល់ខ្ញុំលុបចេញហ្មងទៅចាអាយ៉ាច្រឡំលុបជាប់មកអក្សរអញ្ចឹងនេះយើងចូលមកធីអាហ្នឹងមកមួយមកហើយខាងនេះយើងធីអាហ្នឹងមកមួយដែរមកចាអញ្ចឹងឥឡូវខ្ញុំសាកធីមកធីទៅវាជាប់ប្រអប់នេះខាងនេះធីទៅជាប់ប្រអប់នឹងដូចគ្នាអញ្ចឹងដើម្បីឲ្យធីឲ្យនឹងដកធីបានតតែយើងចូលទៅកំណត់បន្តិចអញ្ចឹងយើងចូលទៅកន្លែងនេះ property នឹងមកហើយយើងឃើញមានពាក្យ line change នេះយើងកន្លែងហ្នឹងយើងយក font winding tool ហ្នឹងមកហើយយើងជ្រើសរើសយក ធីនេះហើយធ្វើការអូខេហើយអូខេទៀតមកចាអញ្ចឹងឥឡូវយើងសាកមកធីបានណាដកធីវិញអូខេអញ្ចឹងខាងនេះធ្វើដូចគ្នាអញ្ចឹងយើងចូល property នឹងសិនមកហើយយើងធ្វើការ change កុំភ្លេចជ្រើសរើសយក font winding tool នេះចាកន្លែងហ្នឹងវាមាន font ច្រើនអញ្ចឹងបើសិនជាយើងដឹងថាប្រអប់ធីហ្នឹងនៅកន្លែង font winding tool ហ្នឹងហើយគឺយើងងាយស្រួលគ្រាន់តែយើងចូលមកហ្នឹងហើយឃើញហ្មងធីមកអូខេអូខេទៀតមកចាអញ្ចឹងយើងចង់ធីដកធីវិញអូខេចាអញ្ចឹងរបៀបដាក់ធីហើយនឹងដកធីគឺមានតែប៉ុណ្ណឹងចាអរគុណច្រើន